ប្រិយមិត្តទាំងអស់គ្នាវីដេអូនេះសូមបង្ហាញពីសកម្មភាពពេលទៅដល់កសិដ្ឋានចិញ្ចឹមមាន់សាច់របស់ខ្ញុំហើយក៏ជាវីដេអូដំបូងដែលខ្ញុំផលិតនៅក្នុង YouTube ផងដែរដោយសពមួយដងពេលទៅដល់គឺខ្ញុំត្រូវចូលទៅក្នុងរោងតាមដានការចិញ្ចឹមរបស់ម្ចាស់រោងនីមួយៗយើងពិនិត្យទៅលើការលូតលាស់របស់មាន់ការផ្ដល់ចំណីនិងទឹករួចវាតម្លៃនិងពិភាក្សាជាមួយអ្នកគ្រប់គ្រងកសិដ្ឋានដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតហើយវីដេអូក្រោយៗខ្ញុំនឹងធ្វើដើម្បីចែករំលែកពីបទពិសោធន៍និងបច្ចេកទេសក្នុងការចិញ្ចឹមជាក់ស្ដែងរួមនឹងចំណេះដឹងទូទៅសម្រាប់ការចាប់ផ្ដើមរបរកសិកម្មបើប្រិយមិត្តចូលចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណ